កុំទៀមទា4ចំណុចនេះពីមនុស្សប្រុសចាជាការប៉ັດតាបងប្អូនទីស្លាញ់អ្នកគ្នាមនុស្សប្រុសគឺគាត់ឆ្លាតហើយគាត់ក៏ដឹងថាមនុស្សស្រីត្រូវការអ្វីពីគាត់អញ្ចឹងក្នុងទំនាក់ទំនងមួយបងប្អូនកុំទៀមទាពីមនុស្សប្រុសចានៅ4ចំណុចនេះឲ្យសោះបើសិនជាគេពិតជាស្រឡាញ់អ្នកពិតប្រាកដគេនឹងប្រគល់ឲ្យអ្នកដោយខ្លួនឯងដោយមិនចាំបាច់អ្នកទៀមទាឡើយចាអញ្ចឹងណាចាំបងប្អូនមើលនៅចំណុចហ្នឹងចាចំណុចទី1បងប្អូនកុំទៀមទាឲ្យមនុស្សប្រុសស្មោះត្រង់ជាមួយនឹងបងប្អូនចាបើសិនជាគាត់ស្រឡាញ់យើងពិតប្រាកដគាត់នឹងស្មោះត្រង់ជាមួយយើងទាំងចំពោះមុខនិងខាងក្រោយយ៉ាងពិតប្រាកដតែបើគាត់មិនបានស្រឡាញ់យើងពិតប្រាកដទេគាត់នឹងមិនស្មោះត្រង់ចំពោះអ្នកទាំងពីមុខនិងពីក្រោយចាចំណុចទី2បងប្អូនកុំទៀមទាគាត់ឲ្យច្បាស់លាស់ជាមួយនឹងយើងចាជាការពិតបងប្អូនបើសិនជាគាត់ស្រឡាញ់យើងគាត់ដឹងពីវិធីធ្វើបែបណាដើម្បីច្បាស់លាស់ជាមួយយើងគាត់នឹងធ្វើឲ្យយើងមានភាពជឿជាក់ប្រកាសប្រជានៅក្នុងចិត្តថាគាត់ពិតជាច្បាស់លាស់ជាមួយនឹងយើងព្រោះអីគាត់ដឹងពីវិធីសម្រាប់មនុស្សប្រុសចាគាត់គឺជាមនុស្សដែលឆ្លាតចាគាត់ធ្វើបែបណាដើម្បីច្បាស់លាស់ជាមួយយើងហើយបើសិនជាគាត់ពិតប្រកបជាមួយយើងតែបើគាត់មិនពិតប្រកបជាមួយយើងទេគាត់អត់បានច្បាស់លាស់ជាមួយយើងទេបងប្អូនចាចំណុចទី3បងប្អូនកុំទៀមទាឲ្យគាត់ទុកយើងសំខាន់ចាជាការពិតបងប្អូនអ្នកគ្នាបើគាត់ស្រឡាញ់យើងគាត់នឹងមានពេលវេលាគ្រប់គ្រាន់ឲ្យយើងគាត់នឹងផ្ដល់ឲ្យយើងមិនមានអារម្មណ៍ថាឯកាទេមានស្នេហាដូចជាអត់ស្នេហានៅម្នាក់ឯងក៏ល្អដែរណាបងប្អូនអ្នកគ្នាចាអញ្ចឹងនេះគឺជាចំណុចទី3បងប្អូនកុំទៀមទាចាឲ្យគាត់នឹងទុកយើងសំខាន់បើសិនជាគាត់ស្រឡាញ់យើងពិតប្រាកដគាត់នឹងទុកយើងសំខាន់ចំណុចទី4បងប្អូនកុំទៀមទាឲ្យគាត់ថ្នាក់ថ្នមយើងស្រឡាញ់យើងចាបងប្អូននៅពេលដែលមនុស្សប្រុសគាត់ស្រឡាញ់យើងពិតប្រាកដណាបងប្អូនគឺគាត់ថ្នាក់ថ្នមយើងថ្នាក់ថ្នមទាំងផ្លូវចិត្តទាំងផ្លូវកាយយ៉ាងពិតប្រាកដបងប្អូនអ្នកគ្នាបើគាត់ស្រឡាញ់យើងពិតប្រាកដព្រោះអីមនុស្សយើងម្នាក់ដើរមិនដល់ចំណុចនេះយើងសិតតែជួបរាក់ជ្រៅជួបមនុស្សបែបណាដែលចូលមកក្នុងជីវិតរបស់យើងស្រឡាញ់យើងពិតប្រាកដអ្នកណាលេងសើចហើយបងប្អូនមែនអត់អញ្ចឹងបងប្អូនកុំទោទន់ទៅលើស្នេហាខ្លាំងពេកចំណុចដ៏សំខាន់ពិសេសបំផុតបងប្អូនត្រូវតែស្រឡាញ់ខ្លួនឯងឲ្យបានច្រើនបំផុតនៅពេលដែលបងប្អូនចេះស្រឡាញ់ខ្លួនឯងមើលថែខ្លួនឯងឲ្យបានច្រើនបំផុតបងប្អូននឹងស្រូបទាញមនុស្សបែបហ្នឹងមកចូលក្នុងជីវិតយ៉ាងពិតប្រាកដចាថ្ងៃនេះផងដែរបណ្ដុះធម៌ពលផ្លូវចិត្តវិជ្ជមានដេទី28ម្ដាមសិទ្ធិការដាក់ឲ្យបងប្អូនអ្នកគ្នាកុំទៀមទាចាចំពោះមនុស្សប្រុសនៅ4ចំណុចនេះចាបើចង់ឲ្យខ្លួនឯងទទួលបានក្តីស្រឡាញ់ត្រូវតែស្រឡាញ់ខ្លួនឯងឲ្យច្រើនចាคลิปវីដេអូមួយនេះមានប៉ុណ្ណឹងដើម្បីចែករំលែកជូនដល់កាន់បងប្អូនអ្នកគ្នាដោយក្តីស្រឡាញ់និងបំណងល្អពីម្ដាមសិទ្ធិការជម្រាបលាបាយបាយ I love you បងប្អូនម្ដាមសិទ្ធិការស្រឡាញ់បងប្អូន